ថ្មី drone កសិកម្ម Kubota ស៊េរី KD30 និង KD10 ជំនួយកម្លាំងពលកម្មធ្វើការបានលឿនស័ក្តិសមសម្រាប់ការងារស្រែនិងចម្ការdrone កសិកម្ម Kubota ស៊េរី KD30 drone ខ្នាតធំជាមួយកង្ហា6សន្លឹកក្បាលបាញ់16ភ្ជាប់វ៉ាល់ជំនួយខ្យល់ស្វ័យប្រវត្តិបាញ់បានចម្ងាយរហូតដល់ទៅ9ម៉ែត្រប្រព័ន្ធបូមបាញ់គូជួយការបាញ់បានលឿនរហូតដល់ទៅ 7.2 ម៉ែត្រក្នុង1នាទីហោះហើរបានយូររហូតដល់ទៅ20នាទីក្នុង1អាគុយប្រព័ន្ធសាកអាគុយប្រភេទលឿន Fast Charge ចំណាយពេលត្រឹមតែ12នាទីក្នុងការសាកមួយដងនិងអាចប្រើប្រាស់បានរហូតដល់1000ដងនៃការសាកទង់ទឹកមានចំណុះធំរហូតដល់ទៅ30លីត្រភ្ជាប់តម្រងស្ទាក់ចាប់កំទេចកំទីនិងធូលីដី drone Kubota ស៊េរី KD10 ជា drone ខ្នាតតូចដែលមានកង្ហា4សន្លឹកក្បាលបាញ់4វ៉ាល់ជំនួយសម្ពាធខ្យល់ស្វ័យប្រវត្តិបាញ់បានចម្ងាយរហូតដល់ទៅ 5.5 ម៉ែត្រប្រព័ន្ធបូមបាញ់គូបាញ់បាន 1.8 លីត្រក្នុង1នាទីជាមួយនឹងតម្រងស្ទាក់កំទេចកំទីនិងទូលីបានយ៉ាងល្អប្រព័ន្ធបញ្ចូលសាកអាគុយបែបលឿន Fast Charge ធ្វើការសាកចំណាយពេលត្រឹមតែ10នាទីនិងអាគុយមានអាយុកាលប្រើបានយូររហូតដល់ទៅ 1000 ដងនៃការសាកជាមួយការអភិវឌ្ឍ3ចំណុចសំខាន់ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើការងាយស្រួលក្នុងការបត់ដងកង្ហាងាយស្រួលក្នុងការដឹកជញ្ជូនធ្វើការបានលឿនការងារមានគុណភាពទំនុកចិត្តជាមួយបច្ចេកវិទ្យាសុវត្ថិភាព Remote បញ្ជាបែប Touch Screen បញ្ជាដោយម្រាមដៃdrone កសិកម្ម Kubota គ្រប់លក្ខណៈពិសេសកក់ក្ដៅក្នុងចិត្តទំនុកចិត្តទី1កក់ក្ដៅក្នុងចិត្តជាមួយសេវាកម្មក្រោយការលក់ drone Kubota ផ្ដល់ការប្រឹក្សាផ្ដល់សេវាកម្មដល់ទីកន្លែងគ្រឿងបន្លាស់គ្រប់មជ្ឈមណ្ឌលសេវាកម្មទូទាំងប្រទេសទំនុកចិត្តទី2កក់ក្ដៅក្នុងចិត្តជាមួយសេវាកម្មបង់រំលោះ drone ពី Kubota Leasing Cambodia ឬ KLC បង់បានច្រើនជម្រើសនិងសេវាពិភាក្សាពីសេវាកម្មបង់រំលោះទំនុកចិត្តទី3កក់ក្ដៅជាមួយសេវាកម្មបង្រៀនឲ្យក្លាយជាអ្នកបញ្ជា drone យ៉ាងស្ទាត់ជំនាញដោយមិនគិតថ្លៃរយៈពេល2ថ្ងៃថ្ងៃនេះយើងមកសាកល្បងប្រើប្រាស់ drone កសិកម្ម Kubota ស៊េរី KD30 ពីភារកិច្ចដូចជាវាស់ផ្ទៃដីបានយ៉ាងត្រឹមត្រូវនិងបាញ់ថ្នាំបានយ៉ាងសព្វល្អចាប់ផ្ដើមពីភារកិច្ចទី1អ្នកបញ្ជា drone របស់យើងកំពុងបញ្ជា drone ឲ្យហោះលើចំការដំឡូងហើយវាស់ផ្ទៃដី Kubota KD30 វាស់ផ្ទៃដីបាន 0.2 ហិកតាពេលនេះ Kubota KD30 រួចរាល់ក្នុងការបំពេញភារកិច្ចទី2នេះហើយត្រឡប់ទៅចំការដំឡូងទាំងអស់គ្នាក្រុមការងារបានដាក់ក្រណាត់សនៅ4ចំណុចដើម្បីត្រួតពិនិត្យ Kubota KD30 អាចបាញ់បានគ្រប់សពដែរឬទេអ្នកបញ្ជាបានកំណត់ការធ្វើការរបស់ drone ដោយស្វ័យប្រវត្តិdrone ចាប់ផ្ដើមបាញ់ថ្នាំKubota KD30 ធ្វើការបាញ់ថ្នាំបានសព្វហើយភារកិច្ចទី2សម្រេចបានយ៉ាងល្អKubota នៅតែបន្តច្នៃប្រឌិតនិងអភិវឌ្ឍបច្ចេកវិទ្យាឲ្យកាន់តែមានប្រសិទ្ធភាពដើម្បីឆ្លើយតបទៅនឹងការងារដោយពេញចិត្តថ្មីdrone កសិកម្ម Kubota KD30 និង Kubota KD10 ធ្វើការបានលឿនគ្របដណ្ដប់គ្រប់ផ្ទៃដីជាមួយម៉ាស៊ីនបាញ់ថ្នាំ